បាទសួស្តីប្រិយមិត្តជាទីរាប់អានក្នុងវីដេអូនេះខ្ញុំនឹងលើកយកអំពីរបៀបយើងចូលទៅសម្អាតសម្រាមដែលកកស្ទះនៅក្នុងកម្មវិធី Telegram ជាសារថ្មីម្ដងទៀតពីព្រោះនៅថ្មីនេះខាងក្រុមហ៊ុន Telegram បានអាប់ដេតយ៉ាងគំហុកបងប្អូនណាអាប់ដេតលឿនណាស់បងប្អូនតាមមិនទាន់ទេបាទសូម្បីតែខ្ញុំទៅឆែកមើលខ្ញុំធ្វើការអាប់ដេតទៅក្នុងកម្មវិធី Play Store យក Telegram យើងបានន័យថាយើង down ណាយើង down Telegram ឡើងដើម្បីអាប់ដេតប្រាប់កម្មវិធីផ្លាស់ប្ដូរយ៉ាងលឿនបងប្អូនណាมันអាចយើងហើយអ្វីដែលខ្ញុំធ្វើកន្លងមកគឺមានការផ្លាស់ប្ដូរទាំងអស់បងប្អូនណាបាទវីដេអូចាស់បើសិនណាជាបងប្អូននៅមិនទាន់អាប់ដេត Telegram កម្មវិធី Telegram មិនទាន់មានប្រែប្រួលទេបងប្អូនណាបងប្អូនអាចធ្វើតាមអ្វីដែលខ្ញុំបានលើកឡើងយកមកចែកម្លែកបងប្អូនកាលវីដេអូមុនបានប៉ុន្តែបើសម្រាប់បងប្អូនដែលធ្វើការ download កម្មវិធី Telegram មកអាប់ដេតហើយគឺកម្មវិធី Telegram គឺផ្លាស់ប្ដូរទាំងអស់អំពីរបៀបយើងយកចូលទៅសម្អាតសម្រាមនៅក្នុងកម្មវិធី Telegram បាទហើយនៅក្នុងវីដេអូនេះខ្ញុំលើកយករបៀបទៅសម្អាតកម្មវិធី Telegram ដែលគេអាប់ដេតថ្មីបងប្អូនណាបាទគឺមានការប្រែប្រួលទាំងស្រុងបាទអញ្ចឹងបងប្អូនបើសិនណាបងប្អូនចង់ធ្វើការសម្អាតនៅកម្មវិធី Telegram របស់យើងដែលអាប់ដេតថ្មីនេះឲ្យបានស្អាតបងប្អូនតាមវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទដើម្បីសម្អាតសម្រាមរបស់សម្អាតសម្រាមនៅក្នុងកម្មវិធី Telegram របស់យើងឲ្យបានល្អទាំងអស់គ្នាអញ្ចឹងដើម្បីកុំឲ្យខានពេលបងប្អូនណាបងប្អូនចូលទៅតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាអូខេបាទអញ្ចឹងជាដំបូងចូលទៅក្នុងកម្មវិធី Telegram បាទបងប្អូនមើលចាំបងណាកាលពីមុននេះកម្មវិធី Telegram ត្រេ3នៅកន្លែងនេះបាទឥឡូវមកនៅក្រោមបងណានៅក្រោមទាំងអស់មកជួបបងណាបាទអញ្ចឹងខ្ញុំលើកបង្ហាញឲ្យបងប្អូនចេះធ្វើវគ្គទី1គឺយើងចូលទៅសម្អាតដើម្បីសម្អាតយើងចូលទៅកន្លែងកម្មវិធី setting បងណាចូល setting មកបាទបន្តមកបងប្អូនចូលទៅលើបងណាបាទបងប្អូនចូលទៅលើមកបាទនេះយើងចុចនៅកន្លែងនេះបងណាមានសញ្ញា3ជ្រុងនេះខាងក្រោមក្បាលមីក្រូនេះចុចទៅលើមកបន្តមកបងប្អូនមើលខាងលើបងណាបាទនេះខាងលើបងណាខ្ញុំអត់ដែលបានចូលលុបឥឡូវយើងមើលឃើញថា79.6 MBអញ្ចឹងយើងចុចលុបមកបងណាปึ๊បលើមកហើយយើងចុច clear មករួចហើយចុចកន្លែងសញ្ញាអក្សរក្រហមនេះ clear បងណាអូខេអញ្ចឹងយើងថយមកទៀតបងណាថយហើយយើងធ្វើសារថ្មីបាទថយយើងធ្វើសារថ្មីទៀតមកចុច Telegram បាទបន្តមកចុចកន្លែង setting បាទបន្តមកយើងចូលទៅលើបងណាចូលទៅលើចុចកន្លែងមិញហ្នឹងបាទបន្តមកចុចខាងលើទៀតបងណាចុចពឹបទៅលើមកបន្តមកបន្តខៀវពឹបឬហើយសញ្ញាអក្សរក្រហមអូខេបាទអញ្ចឹង Telegram របស់យើងនឹងស្អាតហើយជំរះស្អាតឲ្យអាចនឹងដើរលឿនជាងមុនបងណាបាទអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបាទអរគុណច្រើនសម្រាប់ការតាមដានហើយបងប្អូនកុំភ្លេចជួយ like ជួយ share ឬក៏ចុចកន្លែង subscribe YouTube ម្នាក់មួយផងបងប្អូនដើម្បីបងប្អូននឹងទទួលបានវីដេអូថ្មីក្រោយទៀតបាទអរគុណសូមជម្រាបលាបាទអរគុណច្រើន